เขาเตอร์สลายยินที่ไรឥឡូវនេះខ្ញុំពិតជាចូលចិត្តរៀនខ្លាំងមែនទែនដោយសារបានអនុវត្តអំណាចអនុវត្តគណិតវិទ្យាតាមរយៈកម្មវិធី Digital ការរៀន Digital ហ្នឹងធ្វើឲ្យខ្ញុំមានអារម្មណ៍ថាសប្បាយហើយមួយទៀតធ្វើឲ្យខ្ញុំហ្នឹងចេះជាងមុនពេលឆ្លើយអញ្ចឹងវារិលពេលខ្ញុំធ្វើតេស្ត PLP ហ្នឹងដំបូងណាដូចជាមានអំណាចហើយពេលទី4ហ្នឹងដូចអត់សូវចេះប្រកបអីហ្មងទេអាននឹងតាក់សុវត្ថិភ័ក្រអីចឹងពួកអីអាហ្នឹងវាមានអំណាចវែងហើយមានសំណួរតែឥឡូវខ្ញុំត្រូវចេះប្រកបអំណាចយើងស្ទាត់ជាងមុនបើគណិតវិទ្យាវិញកាលពីមុនខ្ញុំអត់សូវចេះលេខដូចជាលេខគុណលេខចែកហ្នឹងតែឥឡូវខ្ញុំរៀនអនុវត្តបានច្រើនដើម្បីឲ្យសិស្សានុសិស្សទាំងអស់រៀនតាមបែប Digital បានលោកគ្រូអ្នកគ្រូទាំងអស់ក៏ត្រូវមានចំណេះជំនាញលើផ្នែក Digital ផងដែរដូច្នេះហើយខាងគម្រោងក៏បានផ្ដល់ជាវគ្គបណ្ដុះបណ្ដាលក៏ដូចជាការគាំទ្រនានាដើម្បីពង្រឹងសមត្ថភាពលោកគ្រូអ្នកគ្រូទៅលើផ្នែក Digital បន្ថែមបើយើងប្រៀបធៀបការបង្រៀនពីមុននិងឥឡូវការបង្រៀនពីមុនគឺយើងប្រើការបង្រៀនតាមបែបប្រើសៀវភៅគោលហើយសម្រាប់ការចែករំលែកទៅកាន់សិស្សក៏វាអត់សូវបានទូលំទូលាយប៉ុន្តែក្រោយពីមានបញ្ចូលកម្មវិធី ICT មកគឺការសិក្សាវាបានទូលំទូលាយច្រើនជាងមុននៅពេលដែលមានបន្ទប់រៀននិងបណ្ណាល័យ ICT ដាក់ឲ្យបានប្រើប្រាស់ខ្ញុំសង្កេតឃើញថាវាមានការប្រែប្រួលទី1ពាក់ព័ន្ធទៅនឹងសិស្សគឺគាត់ចេះរបៀបរៀនអាចរៀនដោយខ្លួនឯងហើយមួយទៀតគាត់អាចប្រើជាបច្ចេកវិទ្យាតាមរយៈបណ្ណាល័យហើយគាត់អាចធ្វើជាមេរៀនបង្រៀននៅតាមក្លឹបសិក្សាដោយធ្វើជា slide ធ្វើជាអីគឺគាត់ចេះសម្រាប់លោកគ្រូអ្នកគ្រូចំពោះការបង្រៀនរបស់គាត់គឺមានការរីកចម្រើនពាក់ព័ន្ធទៅនឹងការស្រាវជ្រាវដែលធ្វើឲ្យការបង្រៀនរបស់គាត់គេហៅថាជាការបង្រៀនមួយដែលឆ្លើយតបទៅនឹងអន្តរកម្មមួយទៀតធ្វើឲ្យការបង្រៀនរបស់គាត់នឹងវាងាយស្រួលប្រើប្រព័ន្ធបច្ចេកវិទ្យាអាចប្រើជា slide វីដេអូអីប្រចាំងឲ្យសិស្សានុសិស្សបានមើលទៅគាត់ឆាប់យល់ដោយសារកុមារសពថ្ងៃធំឡើងជាមួយបច្ចេកវិទ្យាដូច្នេះការចេះប្រើប្រាស់តែម្យ៉ាងមិនគ្រប់គ្រាន់ទេយើងក៏ត្រូវរៀនពីសុវត្ថិភាពលើប្រព័ន្ធអនឡាញផងដែរបើគ្មានការណែនាំត្រឹមត្រូវទេយើងប្រឈមមុខនឹងហានិភ័យដូចជាការទទួលព័ត៌មានមិនពិតសកម្មភាពឆបោកនិងការគំរាមកំហែងតាមប្រព័ន្ធអនឡាញជាដើមខ្ញុំបានរៀនអំពីសុវត្ថិភាពលើប្រព័ន្ធអនឡាញតាមរយៈក្រុមប្រឹក្សាកុមារដែលចុះមកផ្សព្វផ្សាយតាមថ្នាក់ថាមិនឲ្យពួកយើងចែករំលែកព័ត៌មានផ្ទាល់ខ្លួនឬលេខទូរស័ព្ទអាសយដ្ឋានលេខសម្ងាត់ទៅកាន់មនុស្សមិនស្គាល់ឪពុកម្ដាយសិក្សានុសិស្សនិងសហគមន៍ក៏បានចូលរួមពេលសម្ពោធបណ្ណាល័យ ICT និងការប្រជុំនានានៅសាលាផងដែរពួកគាត់បានយល់ដឹងពីរបៀបដែលយើងប្រើប្រាស់ Digital ដូច្នេះពួកគាត់អាចជួយគាំទ្របន្ថែមទៅលើការរក្សាសុវត្ថិភាពរបស់យើងនៅពេលអនាគតគឺវាមានសារៈសំខាន់ណាស់យើងបានបណ្ដុះនៅគំនិតរបស់សិស្សរបស់យើងឲ្យគាត់ចេះរៀនដោយឯករាជ្យទី2គឺគាត់បានត្រៀមខ្លួននៅក្នុងជំនាញសតវត្សទី21នៅពេលដែលគាត់ទៅរៀននៅសាកលវិទ្យាល័យក៏ដូចជាគាត់ទៅបម្រើការងារគឺគាត់អាចយកជំនាញនេះទៅសម្រាប់បម្រើការងារនិងអភិវឌ្ឍខ្លួនឯងកម្មវិធីសិក្សាបែប Digital នេះគួរឲ្យចាប់អារម្មណ៍ណាស់ហើយមានអត្ថប្រយោជន៍ចំពោះការសិក្សារបស់ខ្ញុំ